ទាំងអស់គ្នាលឺត Master Chef អ្នកទាំងអស់គ្នាប្រកាសជាញាក់សាច់ហើយត្រូវទេឥឡូវយើងមកសម្ភាសផ្ទាល់ជាមួយនឹងបងស្រីម្នាក់ដែលគាត់គឺជាអតីតម្ចាស់ពៀនកម្មវិធី Master Chef រដូវកាលទី2ឈ្មោះស្រីណុចអ្នកទាំងអស់គ្នាស្គាល់អត់តើឥឡូវជួបគាត់ទាំងអស់គ្នាថ្ងៃនោះគាត់មានមនុយថ្មីដែលត្រូវបង្ហាញប្រាប់អ្នកទាំងអស់គ្នាតោះចុះជំរាបសួរបងអូយតំណងបងធ្វើខ្ញុំហ្នឹងហើយអូយថ្ងៃហ្នឹងឃើញថាបងឯងមកអញ្ចឹងត្រៀមមុខម្ហូបពិសេសឲ្យហ្មងចាអាហ្នឹងមានឈ្មោះអីដែរបងអានេះគឺមានឈ្មោះថាមីដុត cream cheese ចាជាមួយនឹងញ៉ាំជាមួយនឹងសាច់គោអូស្ត្រាលីដែលយើងប្រើជាមួយនឹងសាច់ rib eye ចាធានាមកសាច់ទុនឆ្ងាញ់ហ្មងចាមើលទៅតំណងណាបងប្អូនទាំងអស់គ្នាឃើញតែនៅពីក្រៅចង់និយាយថាបងប្អូនឃើញនៅក្នុងរូបតំណងប៉ុណ្ណឹងប៉ុន្តែនៅក្រៅតំណងជាងនឹងទៀតឥឡូវដោយសារតើមុនហ្នឹងបងធ្វើហើយឥឡូវចាញ់ជារូបរាងណាតែឥឡូវរៀងឃ្លានដែរបងខ្ជិលនិយាយយូរក្តៅអញ្ចឹងអាចមកសាក់ឃ្លានបានឬថាអាហ្នឹងតើញ៉ាំក្តៅអញ្ចឹងមិនឆ្ងាញ់ទៅទេបងចាត្រូវឲ្យបងព្រោះដោយសារតែយើងប្រើគ្រីមហើយមានឈីសមានអីអញ្ចឹងបើយើងទុកត្រជាក់ទៅវាលែងសូវឆ្ងាញ់តែបងជាតិទៅតាមហ្នឹងបងនៅក្រៅស្អាតអូយអរគុណច្រើនខ្ញុំហ្វេនហ្មងឯងអរគុណអ្នកនរគ្នាខ្ញុំហ្វេនគាត់ឥឡូវបានមកជួបអៃដលផ្ទាល់អ្នកនរគ្នាគាត់មើលសុបាយចិត្តប៉ុណ្ណាយោហើយថ្ងៃនេះបានមកភ្លួតស្នាដៃរបស់គាត់ទៀតនិយាយទៅតែឥឡូវបងយើងទៅមកចាបងប្អូនធ្លាប់តែឃើញអាភ្លើងឆាបឆេះឈុលនៅលើខ្លាញ់ហ្នឹងនៅក្នុងកម្មវិធី Master Chef នៅក្នុងទូទួលត្រូវទេបងប្អូនតែឥឡូវនេះខ្ញុំបានមកជួបផ្ទាល់ជាមួយនឹងបងស្រីនុចដែលគាត់គឺជាអតីតម្ចាស់ពៀនរដូវកាលទី2របស់កម្មវិធី Master Chef ណាបងប្អូនទាំងអស់គ្នាចាសំខាន់បានមកភ្លក់ស្នាដៃក៏ដូចជាមនុយថ្មីរបស់គាត់ហ្នឹងគឺមានឈ្មោះថា Mi.Dot Cream Cheese បងប្អូនហើយនេះគឺជារូបមន្តក៏ដូចជាវិធីធ្វើណាបងប្អូនទាំងអស់គ្នាចាបងប្អូនអាចមើលបានចាបើសិនជាបងប្អូនចង់ចេះប៉ុន្តែបើសិនជាបងប្អូនចង់ញ៉ាំស្នាដៃរបស់បងស្រីនុចផ្ទាល់ហើយអ្នកណាដែលគាត់គឺជា fan របស់បងស្រីនុចអាចមកញ៉ាំបានបងប្អូនទាំងអស់គ្នាចានិយាយទៅគឺឆ្ងាញ់មែនតើចឹងសាច់ហ្នឹងគឺយើងប្រើជាពពួកសាច់ steak អូស្ត្រាលីចាដែលវាមានសភាពទន់ឆ្ងាញ់ហើយសាច់ហ្នឹងគឺយើងមានពីរប្រភេទទៀតគឺយើងមានសាច់ចប់ខ្លាញ់និងសាច់ចប់ខ្លាញ់តិចគេហៅថា rib eye ហើយនិង strip loin ទៅតាមអតិថិជនគឺគាត់ចង់បានបើសិនជាគាត់ចង់បានមីដុតតម្លៃ$5គាត់អាចជ្រើសរើសជាប្រភេទសាច់ strip loin បានសាច់ចប់ខ្លាញ់ចាហើយបើសិនជាគាត់ចង់បានមីដុតតម្លៃ$7គឺយើងអាចដាក់ជាមួយនឹង rib eye ជូនគាត់បានចាអ្នកទាំងអស់គ្នាបានស្ដាប់ឮអានេះគឺជាចំណុចពិសេសរបស់មុខម្ហូបដែលនៅលើតុមួយនេះសំខាន់មុខម្ហូបស្អាតមកជុំឯអ្នកទាំងអស់គ្នាងុំអ្នកធ្វើក៏ស្អាតដែរនិយាយទៅខ្ញុំអារម្មណ៍ពិតខ្ញុំធ្លាប់តែឃើញបងនៅក្នុងទូរៀងឆាលដែរហើយគាត់ថាចេះបើមានថ្ងៃណាបានមកជួបបងសំណុចនៅក្រៅដឹងមិនតែឥឡូវអ្នកទាំងអស់គ្នាបានមកជួបគាត់ផ្ទាល់ចង់និយាយថាគាត់រស់រាយណាមិនដូចនៅក្នុងទូរៀងឆាយណាបងប្អូនមុខម្ហូបនេះគឺមានឈ្មោះថា Mi.Dot Cream Cheese បងប្អូនណាចា Mi.Dot Cream Cheese នេះគឺធ្វើដោយផ្ទាល់ធ្វើដោយស្នាដៃផ្ទាល់របស់បងស្រីនុចតែម្ដងចាបងប្អូនទាំងអស់គ្នាសំខាន់រូបមន្តក៏ដូចជាវិធីធ្វើអីហ្នឹងគឺបងស្រីនុចគាត់បានប្រាប់នៅដើមវីដេអូហើយបងប្អូនប៉ុន្តែចង់និយាយថាបើសិនជាយើងអត់ចេះរើសប្រភេទសាច់ឬមួយក៏មិនក៏វារៀងពិបាកក្នុងការធ្វើក៏ដូចជាពិបាកក្នុងការចម្អិនដែរអ្នកណាគេខ្លះធ្លាប់តែមើលកម្មវិធី Master Chef ហើយចង់ដឹងថាតើរសជាតិពេលដែលនៅក្នុងកម្មវិធីក៏ដូចជារសជាតិនៅក្រៅតើវាដូចគ្នាអត់បងប្អូនអាចមកសាកនៅកន្លែងបងស្រីនុចបានមើលតែខ្ញុំញ៉ាំក៏ដឹងថាមានក្តីសុខប៉ុណ្ណាដែរបងប្អូនហើយព្រោះដោយសារតើបងស្រីនុចគាត់គឺជា idol របស់ខ្ញុំអញ្ចឹងណាហើយណាមួយយើងបានញ៉ាំស្នាដៃផ្ទាល់របស់ idol ទៀតហើយសំខាន់វាបាត់អាចចម្ងល់ដែរខ្ញុំតែងតែមើលកម្មវិធី Master Chef ហើយខ្ញុំតែងតែឆ្ងល់ថាចេះថាតើម្ហូបទាំងអស់ហ្នឹងពេលដែលធ្វើហើយនៅក្នុងកម្មវិធីហើយនៅក្រៅកម្មវិធីតើវារសជាតិដូចគ្នាអត់ហើយដល់ពេលខ្ញុំសួរបងស្រីនុចទៅគាត់ថារសជាតិដូចតែគ្នាទេអញ្ចឹងបានន័យថាក្តីសម័យរបស់ខ្ញុំហ្នឹងគឺវាបានដូចបំណងបងប្អូនទាំងអស់គ្នាបើសម្រាប់ខ្ញុំរសជាតិហ្នឹងគឺអាចទទួលយកបានបងប្អូនទាំងអស់គ្នាណាគឺអាចញ៉ាំបានប៉ុន្តែបើសិនជាបងប្អូនចង់សាកចង់ញ៉ាំអីអាចមកញ៉ាំនៅកន្លែងបងស្រីនុចបាន